សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតឆ្នាំទី1 ឆមាសទី1មកពីគ្រប់មហាវិទ្យាល័យទាំងវេនព្រឹកនិងវេនល្ងាចក្រោមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិលើប្រធានបទទូនីតិរបស់និស្សិតនិងយុវជនក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី1ទួលស្លែងសរុបប្រមាណជាង 1700 នាក់នៅថ្ងៃទី15ខែមករាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតឆ្នាំទី1 ឆមាសទី1មកពីគ្រប់មហាវិទ្យាល័យទាំងកម្មវិធីសិក្សាជាភាសាជាតិនិងកម្មវិធីសិក្សាជាអន្តរជាតិក្រោមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិលើប្រធានបទទូនីតិរបស់និស្សិតនិងយុវជនក្នុងការចូលរួមអភិវឌ្ឍពង្រឹងខឿនការពារជាតិដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិស្សិតក៏ដូចជានិស្សិតស្ម័គ្រចិត្តសសយកកាយរដ្ឋជាតិកម្ពុជានិងកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិសរុបប្រមាណជាង 1700 នាក់ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី1ទួលស្លែងពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីសំណេះសំណាលនិងស្វាគមន៍និស្សិតឆ្នាំទី1 ឆមាសទី1ដើម្បីជំរុញការសិក្សានិងបណ្ដុះស្មារតីសិក្សាក៏ដូចជាជំនាញអភិវឌ្ឍខ្លួនសម្រាប់ឲ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗនិងស្ដាប់បទពិសោធន៍ល្អៗដែលអាចយកជាគំនិតសម្រាប់ពិចារណាសិក្សាឆ្វេងយល់ពីចំណុចខ្សោយនិងចំណុចខ្លាំងរួចយកចំណុចល្អៗទៅអនុវត្តក្នុងដំណើរជីវិតការងារនិងអាជីពក៏ដូចជាបណ្ដុះស្មារតីយុវជននិងនិស្សិតឲ្យមានការចូលរួមសកម្មភាពសង្គមនិងសហគមន៍ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាពសិលធម៌និងទំនួលខុសត្រូវក្នុងនាមជាកូនខ្មែរដែលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើននាពេលអនាគតប្រកបដោយចីរភាពឯកឧត្តមលីណាវុធបានអញ្ជើញមានមតិសំណេះសំណាលនិងផ្ដល់ព័ត៌មានទូទៅស្ដីពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ Belty ចាប់ពីឆ្នាំទី1ដល់ឆ្នាំទី4និងបានផ្ដល់ដំបូន្មានល្អៗដល់និស្សិតឲ្យខិតខំប្រឹងប្រែងរៀនសូត្រមានវិន័យនិងអនាម័យផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍខ្លួនក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិលើពីនេះទៀតឯកឧត្តមសាកលវិទ្យាធិការបានបន្ថែមទៀតថានិស្សិតទាំងអស់ត្រូវបណ្ដុះស្មារតីស្នេហាជាតិសាមគ្គីគ្នាយល់ពីតម្លៃសន្តិភាពវិវត្តខ្លួនក្លាយជាខឿនការពារជាតិដ៏រឹងមាំផងដែរជ្រាបក្នុងឱកាសនោះក៏មានការបកស្រាយចម្រៀងរួមគ្នាក្រោមស្មារតីតែមួយសម្លេងតែមួយបទអោតុងជាតិខ្មែរក្រមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតឆ្នាំទី1ផងដែរដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.